មានបងប្អូនមួយចំនួនគាត់អត់ទាន់បានដឹងថាតើការគ្រប់គ្រង page ឲ្យបានពេញលេញបងប្អូនគួរតែយល់ពីចំណុចណាខ្លះហើយនៅថ្ងៃនេះខ្ញុំមាន2ចំណុចសម្រាប់បញ្យល់បងប្អូនទាំងអស់គ្នាទី1គឺ people with Thai access ហើយនិង people with Facebook access ចំណុចពីរហ្នឹងបងប្អូនត្រូវតែយល់បើសិនជាបងប្អូនចង់ចែករំលែក page របស់បងប្អូនទៅឲ្យមិត្តភ័ក្តិឬក៏អ្នកសិស្សស្នាដែលគាត់កាន់ហើយមានសុវត្ថិភាពខ្ពស់កុំឲ្យយល់ច្រឡំថ្ងៃណាមួយទៅបាត់ page ដោយអត់ដឹងខ្លួនបាទអញ្ចឹងសូមទៅមើលវីដេអូយើងទាំងអស់គ្នាបាទអញ្ចឹងដំបូងយើងចូលមកក្នុង profile Facebook របស់យើងជាមុនសិនបាទនេះគឺរូប profile របស់ខ្ញុំបាទដើម្បីផ្ទេរសិទ្ធឲ្យអ្នកណាម្នាក់កាន់ page របស់យើងចុចតម្លាក់មកដើម្បីជ្រើសរើសpage ដែលយើងចង់ចែកឲ្យគេជួយកាន់ជួយមើលបាទអញ្ចឹងយើងយក page មួយមកយើង select លើ page ហ្នឹងមកបន្ទាប់មកយើង select លើរូប profile page ហ្នឹងមួយទៀតហើយយើងយកពាក្យថា setting and privacy ហើយយក setting ម្ដងទៀតមកកន្លែងនេះយើងនៅមើលនៅខាងឆ្វេងដៃយើងចុចរូបពាក្យថា page setup page access បាទបន្ទាប់មកវានឹងចេញបែបនេះមកហើយចំណុចដែលខ្ញុំបាននិយាយពីខាងលើហ្នឹងគឺមាន2ចំណុចគឺ people with Facebook access ហើយនិង people with Thai access បាទអញ្ចឹងខ្ញុំបញ្យល់ប្រាប់បងប្អូនមួយតែម្ដងទៅបាទអញ្ចឹងខ្ញុំចាប់ផ្ដើមពី people with Facebook access people with Facebook access នេះគឺជាការផ្ទេរសិទ្ធឲ្យអ្នកណាម្នាក់បកគលដាច់ទៅឲ្យadmin នឹងតែម្ដងឲ្យគាត់គ្រប់គ្រង page ហើយពួកគាត់មានសិទ្ធនៅក្នុងការ publish និងលុប post ហើយនិង reply comment message create reel create story manage ADS ពាណិជ្ជកម្មហ្នឹងហើយនឹង view insight manage page setting ហើយ add ឬក៏ remove អ្នកគ្រប់គ្រងផ្សេងទៀតបើសិនបើយើងផ្ដល់សិទ្ធកន្លែងនេះបាទកន្លែង people with Facebook access នេះយើងអាច add អ្នកផ្សេងចូលបានបាទអញ្ចឹងបើសិនជាយើង add មិត្តភ័ក្តិឬក៏អ្នកស្គាល់នៅត្រង់នេះខ្ញុំណែនាំឲ្យបងប្អូនត្រូវតែរកមនុស្សណាដែលយើងស្គាល់ចិត្តដិតដែលយើងទុកចិត្តដូចជាបងប្អូនយើងឬក៏និយាយទៅឲ្យតែមនុស្សដែលយើងទុកចិត្ត people with Facebook access នេះគាត់អាចផ្លាស់ប្ដូរឈ្មោះ page របស់យើងបាន page name page ឈ្មោះ page ផ្លាស់ប្ដូរ setting ផ្សេងបន្ថែមឬដកអ្នកគ្រប់គ្រងលុប page ក៏បានដែរកន្លែងហ្នឹងណាបើសិនជាយើង invite គេមកក្នុងកន្លែងpeople with Facebook access ហ្នឹងអញ្ចឹងចូលទៅដល់ចំណុចទី2គឺ people with Thai access people with Thai access នេះគឺយើងអាចassignឲ្យគាត់ផ្ដល់សិទ្ធឲ្យគាត់ត្រឹមតែការងារកំណត់ណាមួយទេវាអត់មានសិទ្ធទូលំទូលាយដូចនៅខាងលើនេះទេហើយសិទ្ធរបស់ពួកគាត់គឺមានតែគេ add ហើយនឹង publish post ណា post real post អីចឹងណា reply comment reply message ឬក៏បង្កើតពាណិជ្ជកម្មដែលគេហៅថា ADS ហ្នឹងហើយនឹង view insight ហើយពួកគាត់អត់មានសិទ្ធនៅក្នុងការផ្លាស់ប្ដូរ page setting add ឬក៏ remove admin ហើយនឹងលុប page ហើយផ្លាស់ប្ដូរ ownership របស់ page បានទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យមានអ្នកគ្រប់គ្រង page របស់បងប្អូនដោយដូចថា limit ដោយកម្រិតនៅសិទ្ធិរបស់គាត់យើងត្រូវassign គាត់ people with Thai access បាទហើយចំណុចពីរហ្នឹងខ្ញុំសង្ឃឹមថាជាប្រយោជន៍សម្រាប់បងប្អូនដែលគាត់ទើបតែបង្កើត page ថ្មីហើយនឹងចង់ឲ្យមានអ្នកជួយកាន់ page កាន់អីអញ្ចឹងណាអាចមើលវីដេអូហ្នឹងបានហើយសម្រាប់បងប្អូនដែលអត់ទាន់បាន subscribe channel YouTube របស់ខ្ញុំទេសូមជួយ subscribe ម្នាក់មួយផងអរគុណច្រើនបាយបាយ